បាទថ្ងៃនេះនាំពុកម៉ែបងប្អូនយើងទៅតាមដានព័ត៌មានពីកិច្ចប្រជុំ G20 ដែលប្រព្រឹត្តទៅនៅថ្ងៃនេះតែម្ដងបាទគឺរយៈពេល2ថ្ងៃគឺពីថ្ងៃទី22ថ្ងៃ23បាទខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងនៅឯទីក្រុង Johannesburg បាទប្រទេសអាហ្វ្រិកខាងត្បូងដែលមានប្រធានាធិបតីអាហ្វ្រិកខាងត្បូងបាទធ្វើជាម្ចាស់ផ្ទះតែម្ដងបាទធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល G20 នេះតែម្ដងបាទហើយនៅក្នុងកិច្ចប្រជុំ G20 នេះគឺមានចេញសេចក្តីថ្លែងការណ៍រួមហើយនៅក្នុងនោះគឺអាមេរិកបាទធ្វើការជំទាស់តែម្ដងបងប្អូនបាទចង់ដឹងថាអាមេរិកជំទាស់យ៉ាងណាតោះយើងទៅតាមដាននៅព័ត៌មានដែលខ្ញុំបានដកស្រង់ចេញពីសារព័ត៌មាន News Sky បាទដែលជាសារព័ត៌មានរបស់អាហ្វ្រិកខាងត្បូងតែម្ដងបាទប្រធានាធិបតីអាហ្វ្រិកខាងត្បូងដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឆ្នាំ2025នេះបាននិយាយកាលពីថ្ងៃទី21ខែវិច្ឆិកាថាកិច្ចប្រជុំកំពូល G20 នឹងចេញសេចក្តីថ្លែងការណ៍រួមទោះបីជាមានការជំទាស់ពីរដ្ឋាភិបាលអាមេរិកចំពោះការផ្លាស់ប្ដូរនេះក៏ដោយបាទហើយបញ្ជាក់ថាកិច្ចប្រជុំ G20 នេះគឺជាកិច្ចប្រជុំកំពូលដែលមានតែប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទេក្នុងដែលអាចចូលរួមនៅក្នុងកិច្ចប្រជុំ G20 នេះបានបងប្អូនបាទអញ្ចឹងប្រទេសដែលអន់ថយសេដ្ឋកិច្ចអត់រីកចម្រើនបាទសេដ្ឋកិច្ចកំពុងតែអភិវឌ្ឍនៅតិចតួចក៏អត់បានចូលរួមដែរបាទចូលរួមតែប្រទេសណាដែលមានសេដ្ឋកិច្ចឬចម្រើនខ្លាំងតែម្ដងបាទតាមការចេញផ្សាយដោយសារព័ត៌មាន News Sky បាទកិច្ចប្រជុំកំពូល G20 ឆ្នាំ2025ដែលមានប្រធានបទសាមគ្គីភាពសមភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនឹងប្រព្រឹត្តទៅនៅថ្ងៃទី22និង23ខែវិច្ឆិកានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងនេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងដែលបានលើកឡើងនៅអាហ្វ្រិកចាប់តាំងពីក្រមសេដ្ឋកិច្ចអភិវឌ្ឍនិងកំពុងរីកចម្រើនឈានមុខគេរបស់ពិភពលោកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1999ព្រឹត្តិការណ៍នៅឆ្នាំនេះគឺនឹងមានការចូលរួមពីមេដឹកនាំឬតំណាងជាន់ខ្ពស់នៃប្រទេសជាង40រួមទាំងរដ្ឋជាសមាជិកនិងភ្ញៀវទោះជាយ៉ាងណាក៏ដោយប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះទេលើពីនេះមន្ត្រីអាមេរិកក៏បានស្នើសុំឲ្យអាហ្វ្រិកខាងត្បូងមិនត្រូវចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរអាមេរិកជំទាស់ហើយអត់បានចូលរួមទៀតបងប្អូនបាទទោះបីជាមានភាពតានតឹងនេះក៏ដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានទទូចថាកិច្ចប្រជុំកំពូល G20 ឆ្នាំនេះនឹងចេញសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយសារព័ត៌មានអាហ្វ្រិកខាងត្បូងកាលពីម្សិលមិញលោកប្រធានាធិបតី Ramaphosa បានសម្ដែងការសោកស្ដាយចំពោះអាមេរិកដែលមិនបានចូលរួមកិច្ចប្រជុំកំពូលនិងដាក់សម្ពាធលើបញ្ហានៃសេចក្តីថ្លែងការណ៍រួមប៉ុន្តែបានសង្កត់ធ្ងន់ថារឿងនេះមិនអាចរារាំងកិច្ចប្រជុំកំពូល G20 ពីការចេញសេចក្តីថ្លែងការណ៍រួមនោះទេបើយោងតាមសារព័ត៌មានអាហ្វ្រិកខាងត្បូងប្រទេសនេះសង្កឹមថានឹងប្រើប្រាស់កិច្ចប្រជុំកំពូល G20 ឆ្នាំ2025ដើម្បីសម្រេចបានវឌ្ឍនភាពលើបញ្ហាដែលបានប៉ះពាល់ដល់ប្រទេសក្រីក្ររួមទាំងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិការកាត់បន្ថយបន្ទុកបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍនិងការដោះស្រាយសមភាពទ្រព្យសម្បត្តិសកលបាទនេះគឺជាសារព័ត៌មានបាទដែលដកស្រង់ចេញពីសារព័ត៌មាន News Sky បាទរបស់អាហ្វ្រិកខាងត្បូងតែតោះជាមួយនឹងកិច្ចប្រជុំកំពូល G20 បាទបងប្អូនធ្លាប់ស្គាល់ហើយបាទ G20 នេះគឺបង្កើតឡើងតាំងពីឆ្នាំ1999មកម្លេះបាទសុទ្ធតែជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងតែម្ដងបាទប្រទេសក្រីក្រប្រទេសតិចតូចនិយាយទៅគឺប្រទេសដែលមានសេដ្ឋកិច្ចមិនរីកចម្រើនគឺអត់បានចូលរួមទេនៅក្នុងកិច្ចប្រជុំនេះបងប្អូនបាទគឺជាកិច្ចប្រជុំកំពូលប្រចាំពិភពលោកតែម្ដងបងប្អូនបាទ